បាទខ្ញុំគិតថាសនុបងប្អូនដែលសួរថាតើផ្សារហូយន្តកសិកម្មហ្នឹងបាទដែលបើកឡើងហ្នឹងគឺល្អឬក៏យ៉ាងម៉េចដែរខ្ញុំគិតថាការផ្សារហូយន្តដែលបើកគឺល្អយ៉ាងម៉េចទី1គឺទទួលទិញបន្លែបាទគ្រប់មុខពីប្រជាកសិករឬក៏សហគមន៍ដែលចងក្រងដែលដាំបន្លែសុវត្ថិភាពនៅផ្ទះសំណាញ់ឬក៏បាទនៅតាមចំការពុកម៉ែបងប្អូនហ្នឹងល្អហើយដែលការផ្សារហូយន្តដែលទិញយកនេះគឺជួយរកទីផ្សារសម្រាប់ពុកម៉ែបងប្អូនហើយយកមកលក់បន្តហ្នឹងងាយស្រួលបាទទៅដល់អាជីវករដែលជាវយកលក់បន្តហើយងាយស្រួលបំផុតសម្រាប់ពុកម៉ែបងប្អូនជាវយកទៅពិសាគឺបន្លែវាសុវត្ថិភាពអញ្ចឹងធ្វើឲ្យសុខភាពល្អបាទហើយពិសេសបំផុតផ្សារហូយន្តកសិកម្មដែលបង្កើតឡើងនេះគឺទី1រកទីផ្សារឲ្យពុកម៉ែបងប្អូនជាកសិករឬក៏ជាសហគមន៍ដែលដាំបន្លែសុវត្ថិភាពប្រើជីធម្មជាតិបាត់គុំរយន្តទី2បន្លែនេះងាយស្រួលរកទីផ្សារលក់ជូនអាជីវករលក់បន្តដើម្បីពុកម៉ែបងប្អូនទិញយកទៅពិសាដោយស្នាមញញឹមអត់មានបញ្ហាទេអញ្ចឹងចំណុចពិសេសគឺថាបងប្អូនប្រើបាទបន្លែសុវត្ថិភាពពិសាបន្លែសុវត្ថិភាពនេះគឺទទួលបានសុខភាពល្អទាំងអស់គ្នាគឺយើងមានភាពជោគជ័យទាំងអស់គ្នាហើយក៏យើងមានទីផ្សារមួយសម្រាប់ទាំងអ្នកដាំទាំងបាទផ្សារហូយន្តទាំងអ្នកយកទៅលក់បន្តទៀតបាទដែលជំរាបជូនពុកម៉ែបងប្អូនបាទផ្សារហូយន្តគឺមានលក់ដុំនិងលក់រាយពីសំខាន់អ្នកដែលជាវយកទៅលក់បន្តបាទឬក៏អ្នកទិញយកទៅប្រើប្រាស់បាទដើម្បីទទួលបាននៅបន្លែសុវត្ថិភាពនោះបាទសូមទំនាក់ទំនងជាមួយផ្សារហូយន្តគឺមិនខុសបំណងទេ